សូមជម្រាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំសូមចែកម្លែកនៅវត្ថុស័ក្តិសិទ្ធិដែលមានបារមីនឹងដែលជះខ្លាំងហើយក៏មិនមែនថាចែកម្លែកហ្នឹងចែកជាវជូនបងប្អូនទេខ្ញុំគ្រាន់តែចង់បង្ហាញនៅរបស់ដែលពិសេសហើយរបស់ខ្ញុំហ្នឹងទាំងអស់ហ្នឹងមាន4ដងហើយដែលពិសេសដែលអត់ព្រមនៅខ្ញុំឬក៏ខ្ញុំមិនដឹងក៏មិនដឹងឬក៏គាត់មិនព្រមនៅខ្ញុំក៏បានចែកម្លែកឲ្យគេដូចជាគូជាមួយផ្កាយក្បាលជើង3នេះបាទនេះជាប្រភេទខ្នាយផ្កាយក្បាលជើង3របស់ខ្មែរបងប្អូនមើលឲ្យហើយកុំឲ្យច្រឡំឃើញតែធំជាថាមិនមែនរបស់ខ្មែរបាទនេះធំតែជារបស់ខ្មែរបាទប្រទាបានតែ2ហ៊ុន7ទេបងប្អូនតែបើយើងវាស់ទាំងស្រោមទេអាចទាំងចូល2ហ៊ុន8ហើយបាទប្រទា2ហ៊ុន7កម្ពស់បាន13ជាងបាទបើយើងវាស់ឲ្យអស់បាន13ជាងកម្ពស់ហើយខ្ញុំចែកឲ្យគាត់បងមួយនៅខាងស្រុកមីមុតបាទគាត់អ្នករត់តាក់ស៊ីនៅខាងស្រុកមីមុតបងប្រុសគាត់ចង់បានកាលនោះហើយខ្ញុំក៏ខ្វះបច្ច័យដែរខ្ញុំមិននឹកស្មានដល់ហើយខ្ញុំក៏ចែកឲ្យទៅគាត់មួយទៅខាងនោះកោងអសរស៊ីតែសាច់ស្ដើងជាងនេះហើយខាងនេះសាច់ក្រាស់ប្រភេទប្រយុទ្ធបាទហើយកាលនោះអត់ដឹងរឿងខ្ញុំអត់បានចែកម្លែកថ្មសលៀងពីបងប្អូនជនជាតិមកស្ដាយតលើបាទនេះជាប្រភេទផ្កាយក្បាលជើង3ដែលបានមកខ្ញុំទី1ដែលខ្ញុំបានទុកថែរក្សាមកហ្នឹងដូចជា10ភាសាជាងហើយបាទ10ភាសាជាងហើយបងប្អូនមកដល់ពេលក្រោយទៀតខ្ញុំបានផ្កាយក្បាលមកគូទៀតបាទផ្កាយក្បាលមកគូទៀតប្រភេទធំប្រទា3ហ៊ុនប្រភេទធំមែនតែនកាលនោះប្រទា3ហ៊ុនហើយខ្ញុំក៏បានចែកម្លែកទៅឲ្យបងមេតាហានមួយខាងអង្គរៈបាទនៅខាងសម្ដេចហ៊ីមហៀងកាលនោះខ្ញុំចែកម្លែកឲ្យគាត់កាលនោះលុយនៅថ្លៃមែនតែនខ្ញុំដាក់អត់ឲ្យគាត់យកដាក់1.60 លានគាត់ឲ្យខ្ញុំ2 លានតែម្ដងបាទគាត់ឲ្យខ្ញុំ2 លាន2ដងទៀតមិនមែនថា2 លានតែម្ដងនេះគឺ2 លាន2ដងបាទន័យថា4 លានខ្នាយនោះមួយឈុតនោះដែលគាត់ឲ្យខ្ញុំដោយសារគាត់ស្រឡាញ់ពេញចិត្តខ្លាំងបាទកាលនោះគឺផ្កាយក្បាលមួយឈុតនោះពិសេសមែនតែនប្រទា3ហ៊ុនខ្ញុំបានចែកម្លែកឲ្យគាត់ទៅដូចជាឆ្នាំ2022 23ហ្នឹងកាលនោះហើយមកក្រោយមកខ្ញុំក៏បានមកគូទៀតដែលពិសេសខ្លាំងហើយស្រឡាញ់ខ្លាំងដែរខ្ញុំបានមកគូទៀតពិសេសខ្លាំងស្រឡាញ់ខ្លាំងហើយក៏មានរិទ្ធដែលជះបារមីខ្លាំងមែនតែនកាលនោះខ្ញុំក៏បានចែកជូនទៅលបងគាត់ជាព្រះសង្ឃនៅខាងស្រុកមីមុតគាត់ហ្នឹងដូចមិននៅស្រុកមីមុតទេការលបងហ្នឹងគាត់ប្រាប់ដូចជានៅខាងតម្រៃផុងបាទនៅស្រុកឆ្លងខាងតម្រៃផុងខាងគេហៅខាងតម្រៃផុងខាងប្រមានោះគាត់នៅខាងវត្តនោះគាត់មើល YouTube ខ្ញុំទៅគាត់ឃើញស្រាប់តែគាត់ទេមកខ្ញុំគាត់ចង់បានខ្ញុំក៏អូមិនដឹងជាផ្ញើអតឲ្យគាត់ដោយសារនៅខាងនោះនៅក្នុងកណ្ដាលព្រៃអត់មានវរៈបន្ថាំអត់មានអីខ្ញុំមកដល់មេមត់ផ្ញើតាមអ្នកលក់ផ្លូវមន់ផងអីផងមិនដឹងស្អីតែលបងបានទទួលដោយជោគជ័យហើយលបងស្រឡាញ់ណាស់កាលនោះដូចជាប្រទា2ហ៊ុន8 2ហ៊ុន9ដែរផ្កាយក្បាលនោះបាទទី3ហ្នឹងខ្ញុំក៏បានចែកជូនទៅលបងទៅហើយកាលនោះក៏ខ្លាំងដែរផ្កាយក្បាលខ្លាំងណាស់ហើយមកដល់ពេលនេះខ្ញុំបានផ្កាយក្បាលមួយទៀតបងប្អូនផ្កាយក្បាលនេះมันជាធំទេរៀងទូជាងគេបាទមកទី4ហ្នឹងទូជាងគេដែលបានមកខ្ញុំហ្នឹងតើថ្មសលៀងប្រភេទថ្មសលៀងតាមមកធឺចឹងដូចគ្នាបែបបិទហើយខ្នាយក៏ដូចគ្នាបែបបិទគ្រាន់តែផាន់ខ្ញុំនេះប្រទាបាន2ហ៊ុន6ទេអត់បាន2ហ៊ុន8 9ដូចខ្នាយលបងនិងខ្នាយនៅខាងបងមេវិជាការនោះទេខ្ញុំក៏នេះដែលបានមកខ្ញុំហ្នឹងបាទកម្ពស់បាន12ជាងតែពិសេសបងប្អូនណាពិសេសមាននឹងពួនមកតាហឹងហើយខ្ញុំក៏ស្រឡាញ់ណាស់វាជាវត្ថុស័ក្តិសិទ្ធិរបស់ខ្ញុំហើយរបស់នេះគឺខ្លាំងបកែណាខ្លាំងបកែជាងជាវទៅឲ្យរបស់មេហើយនឹងរបស់លបងទៀតនេះបញ្យល់សពនឹងប្រាប់មុនរហូតមិននៅលើដៃខ្ញុំខ្ញុំអួតទេតែខ្លាំងបកែពិសេសបាទពិសេសការមុនប្រទា2ហ៊ុន8 2ហ៊ុន9ហ្នឹងខ្ញុំដាក់ឲ្យលបងហ្នឹងដូចជា1.60 លានដោយសារគាត់ជាព្រះសង្ឃអញ្ចឹងខ្ញុំដាក់ឲ្យគាត់1.60 លានបាទលបងយកទៅក៏មានលៀបមានជ័យមានសេរីសួស្តីខ្លាំងដែរហើយមកដល់នេះប្រាប់ទៀតមិញដឹងទៀតកន្លែងណាលបឿនចាប់លបឿនឡានអីប្រាប់រហូតមិញខ្ញុំមកពីខាងស្នួលមកខាងភ័យវែងឥឡូវមកដល់ភ័យវែងហើយមកដល់ភ័យវែងបងប្អូនមិញជិះលើសលបឿនកំណត់ទៀតបលិសអត់ផាកទេប
បាទពលិថាអត់មានអស់លុយ100ទេឥឡូវមកដល់ភ័យវែងដល់ជោគជ័យហើយបងប្អូនមកដល់ភ័យវែងដល់ជោគជ័យហើយបាទរបស់នេះពិសេសបាទមួយឈុតដែលខ្ញុំគ្រប់ថែសារស្រឡាញ់នេះពិសេសហើយខ្ញុំគាត់ថតជាឯកសារនឹងជាភស្តុតាងដែលខ្ញុំបានផ្កាយក្បាលពិសេសលើកទី4បាទជាប្រភេទមេវងផ្កាយក្បាលពិសេសបាទនេះលើកទី4នៅខ្ញុំដោយខ្ញុំកាលដាក់ពាក្យធ្វើការដែរលើកទី4បានជាប់មិនមែនលើកទី3ជាប់ទេបងប្អូនលើកទី4បានជាប់ក្នុងឆ្នាំ2010 2011 12 13ដល់14มันបានជាប់មកតឥឡូវតែមកអូនេះដុសម្រះទាំងអស់បាទដុសម្រះទាំងអស់ហើយខាងក្នុងនេះក៏មាននឹងពួនដែរបងប្អូនតែខ្ញុំដាក់ពេញ9ដែរពីមុនដំបូងអត់មានទេដល់ពេលមើលចុះមើលឡើងអូដុសម្រះស្អាតបាទហ្នឹងហើយបងប្អូនសូមអរគុណសូមបញ្ចប់វីដេអូប៉ុណ្ណឹង6នាទីហើយគាត់ថារបស់ខ្ញុំពិសេស4ដងជើង3នេះផ្កាយក្បាលដែរបងប្អូនណាបាទសូមអរគុណជំរាបលាសុខសប្បាយហេងទាំងអស់គ្នា